បាទសួស្តីនៅក្នុងមេរៀនបន្តទៀតនេះយើងនឹងសិក្សាអំពីវិធីសាស្ត្រក្នុងការដំឡើងចដាណាអញ្ចឹងការងារចដាហ្នឹងគឺអ្នកនរគ្នាប្រើប្រាស់កម្មវិធី Revit Architecture ខ្ញុំជឿថាងាយច្រើនណាស់តាក់ទងជាមួយនឹងចដាហ្នឹងគឺប្រើប្រាស់ភាគច្រើនគឺការ generate ជាងការ generate ហ្នឹងគឺមានតែយើង set parameter យើងកំណត់ទំហំយើងកំណត់នៅតន្ន័យរួចបានយើងយកវាមកកោតតែបន្តិចតាមចំនួនng parameter យើងកំណត់វាផលិតចេញជា model របស់ចដារួមមកយើង automatic ជាងយើងអត់ចាំបាច់ទៅអង្គុយ sketch ម្ដងមួយជាប្លង់ 2D 3D section អីស្មុគស្មាញអូខេឥឡូវយើងចាប់ផ្ដើមបងប្អូនគ្នាអញ្ចឹងនៅក្នុង architecture នេះយើងមើលត្រង់ពាក្យថា stair ណានៅក្នុង stair នេះគឺយើងមានប្រភេទចដាច្រើនណាជាទូទៅខ្ញុំចង់បញ្ជាក់ថានៅក្នុងមេរៀន Revit 2020នេះគឺអ្នកនរគ្នាត្រូវ review នៅក្នុង2019ណានៅក្នុង2019ហ្នឹងគឺខាងពួកខ្ញុំបានបញ្យល់លម្អិតទៅលើការងារចដាណាអញ្ចឹងនៅក្នុងនេះគឺយើងប្រាប់ការងារទូទៅអញ្ចឹងណាការងារទូទៅនៅក្នុងនេះគឺយើងអាចយកប្រភេទជា component stair នេះប្រភេទ component ណាអញ្ចឹងយើងអាចយក case model in place មកសិក្សាអញ្ចឹងខ្ញុំមានជាប្រភេទ straight សិនហើយខ្ញុំរើស case in place ក្រោយមកទៀតខ្ញុំកំណត់ទំហំចដារបស់ខ្ញុំ1ម៉ែត្រគត់ទៅតឹងវាណាផ្លូវចល័យយើងឡើងហើយយើងភ្ជាប់ពីជាន់តដីមកជាន់ទី1អញ្ចឹងខ្ញុំកំណត់ចំនួនកាំប្រហែលជា25កាំស្មើនឹងកម្ពស់កាំ actualizer ហ្នឹងគឺជាកម្ពស់កាំអ្នកគ្នាឃើញ preview ឯងហើយចំណែក trade នេះគឺជាពទាកាំឬក៏ជំហានកាំអញ្ចឹងជំហានកាំខ្ញុំអាចយកពីទឹក6ឬក៏ពីទឹក7អីចឹងទៅណាអញ្ចឹងកំណត់ parameter ហ្នឹងវាត្រូវបាន set បែបនេះអ្នកនរគ្នាឃើញផ្ទាំងមួយដែលបង្ហាញថា riser កម្ពស់របស់វាហ្នឹងគឺមិនឲ្យខ្ពស់ជាងកម្រិតលក្ខខណ្ឌដែលគេ set នៅក្នុងហ្នឹង maximum ទេយើងមើលកម្ពស់កាំដល់2ទឹកអញ្ចឹងណាវាជាកម្ពស់មួយរៀងខ្ពស់ហើយសម្រាប់ការឡើងចដាណាដោយសារនេះគឺការអនុវត្តខ្ញុំអាច set ទូទៅចឹងសិនប៉ុន្តែយើងកុំឲ្យចង់ឃើញផ្ទាំងហ្នឹងយើង edit មកនេះត្រង់ maximum riser នេះយើងដាក់ដល់200មកពេលយើងធ្វើម្ដងទៀតវាលែងចេញផ្ទាំងហ្នឹងឧទាហរណ៍ឥឡូវខ្ញុំដាក់27វិញយើងត្រឡប់មក25វិញវាអត់ចេញផ្ទាំងហ្នឹងឯណាហើយខ្ញុំដាក់ពីទាំង7វិញតោះយើងចាប់ដើមរៀនគូទាំងអស់គ្នាអញ្ចឹងខ្ញុំអត់ទាន់ទៅធ្វើការគូនៅក្នុងផ្ទះទេប៉ុន្តែខ្ញុំនឹងគូនៅខាងក្រៅនេះសិនណាអញ្ចឹងខ្ញុំគូនៅក្រៅឲ្យអ្នកគ្នាមើលសិនយើងឃើញចំនួនកាំ25ណាអញ្ចឹងយើងរត់មកយើងមើលខ្សែអូ14 15 16 17រហូតទៅដល់25កាំទោះយើងទាញទៅទៀតក៏អត់មានដែរណាចឹងខ្ញុំ finish សិនយើងមកមើលក្នុង CD មកនេះខ្ញុំលុប railing ចោលនេះបែបនេះសិនណាឥឡូវយើងត្រួតពិនិត្យមើលប្លង់តាមទិសឈរវិញយើងឃើញមានបាត់មួយកាំណានេះគឺជាចំណុចសំខាន់ដែលអ្នកនរគ្នាត្រូវដឹងណាខ្ញុំរកទិសវាឲ្យឃើញសិនណានេះប្រើវាជា hidden ទៅស្រួលមើលនេះអ្នកនរគ្នាឆ្ងល់ទេហេតុអ្វីបានជាវាចំនួន25កាំហើយនេះ actual នេះគឺជាយើងគូចាក់ស្ដែង25ប៉ុន្តែបែរជាវាអត់ដល់ខាងលើដោយសារតែរូបភាពលក្ខខណ្ឌបែបនេះវាគិតធ្នឹមមួយកាំចុងក្រោយណាជាទូទៅប្រភេទការកំណត់លក្ខខណ្ឌបែបនេះគឺគេតម្រូវការលួចកាំនៅខាងលើឬក៏ខាងចុងលួចកម្ពស់លួចអីតិចតួចអញ្ចឹងណាអញ្ចឹងឬក៏គេប្រើធ្នឹមជាកាំមួយទៀតអញ្ចឹងមកគេប្រើលក្ខខណ្ឌបែបហ្នឹងតែបើយើងអត់ចង់ប្រើលក្ខខណ្ឌបែបហ្នឹងទេ edit មកប៉ះលើវាយើងឃើញក្របខៀវនៅលើនេះអញ្ចឹងយើងដោះ tick and riser ចាំមកនេះយើងទាញឡើងប្រគប់មកហើយយើង tick finish វិញអញ្ចឹងលក្ខខណ្ឌនៅតែ25ដូចគ្នានេះណាក្នុងស្ដាំប៉ុន្តែវាត្រឹមត្រូវណាហើយអត់មាន warning error ទេហើយបើសិនបើយើងចូលទៅក្នុងការងារ annotate នេះយើង click ត្រង់ពាក្យថា tweet number យើងនៅតែឃើញលេខ25នៅកាំចុងក្រោយដដែលអញ្ចឹងលក្ខខណ្ឌបែបនេះគឺអ្នកនរគ្នាអាចសម្រេចខ្លួនឯងទៅណាបាទអូខេគោលការណ៍បែបហ្នឹងធ្វើឲ្យអ្នកនរគ្នាអាចយល់ពីការងារកំណត់លក្ខខណ្ឌនៅក្នុងប្រភេទចន្ទាអញ្ចឹងឥឡូវយើងមកមើលចន្ទាកាច់បត់ទាំងអស់គ្នាវិញអញ្ចឹងខ្ញុំចុចពាក្យ architect ដដែលរួចចុចពាក្យថា stair អ្នកនរគ្នាមើលម្ដងទៀតលក្ខខណ្ឌខ្ញុំ set ម្ដងទៀតពីទឹក7ដដែលខ្ញុំ click ទៅលើនេះប៉ុន្តែខ្ញុំអត់យកដល់លើទាំងអស់ទេខ្ញុំឈប់ត្រឹម
14 13ចុះណាខ្ញុំថែមមកខាងនេះរត់ឃើញត្រេណាត្រេនោះមានតែវាស្មើ level គ្នាហើយយើងអាចទាញមកអស់ធំហ្នឹងហើយនេះអស់ធំលេខ 25 ហើយជាងខ្ញុំលេងមកលេងនេះអញ្ចឹងបើសិនបើយើង finish ត្រឹមហ្នឹងបាទនេះ warning នេះគឺភាគច្រើនប្រកាន់ដៃណាបាទលុបប្រកាន់ដៃចោលសិនយើងមកមើលត្រង់ left ដូចមិញវិញនេះលក្ខខណ្ឌបែបមិញដែលយើងឃើញសេះមួយហ្នឹងគឺវាប្រើលក្ខខណ្ឌ default ដំបូងហ្នឹងគឺវាប្រើ end with riser យើងដោះធីកមកយើងថែមមកវិញមកលេខអីហើយ finish មកអូខេអញ្ចឹងអ្នកនរគ្នាអាចទទួលបានជាដើមមានកម្មបានហើយនៅក្នុងមេរៀននេះអ្នកនរគ្នាអាចជ្រើសរើសប្រភេទជាដើមដូចនៅក្នុងនេះមាន3ប្រភេទណាអញ្ចឹងអ្នកនរគ្នាអាចសាកល្បងយកវាមកអនុវត្តខ្លួនឯងមកណាបាទហើយតកតងជាមួយនឹងផ្ទះរបស់យើងវិញយើងត្រឡប់មកការងារក្នុងផ្ទះយើងតែម្ដងយើងកំណត់ទីតាំងជាដើមរបស់យើងណាយើងដាក់នៅណាឥឡូវខ្ញុំដាក់វានៅចំហៀងខាងនេះមកណាចកចូលឡើងនេះខ្ញុំអត់គូទេខ្ញុំយកនេះមកឆ្នៃមក space ឬក៏យើង rotate មកបាទ command move មកអូខេធ្វើនេះប្រសិនបើយើងចង់ edit លើវា double click មកយើងអាចទាញដោយសារតែទំហំវាធំយើងអាចចង់ manual មិនក៏បានដែរ easy មែនតើប៉ុន្តែទាញយើងក៏ប្រយ័ត្នដែរកុំឲ្យវារេណាវាហោចុចវាចោលទៅទាញត្រង់ចុច C ជាប់ណាខាងនេះដូចគ្នាដែរ landing វា error landing ណាព្រោះពេលទាញយើងប្រយ័ត្នឡើយនេះយឺតអូខេយល់ល្អមែនតើយើងកំណត់នៅខាងស្ដាំនេះវិញទីហោ 1.4 នេះបែបនេះល្អជាងកុំទាញឆៅអញ្ចឹងណាបាទចង់មូមកធម្មតាមកខាងនេះដូចគ្នាដែរយើងចង់វាយលេខជាក់លាក់យើងយក 1.4 មកនេះជាការងារបែប professional ជាងណាអូខេយើង finish មកបានវិធីមួយទៀតមែនតើប៉ះលើវាមក selection box ណាខ្ញុំប៉ះលើ G នេះមួយទៀតនេះមែនណាបាទអូខេយើងអាចកាត់មើលជាលក្ខណៈបែប 3D អញ្ចឹងនេះរឿងក្រោយណាចាំខ្ញុំប្រាប់ដោះតាមក្រោយសំខាន់យើងគិតរឿងចដាឲ្យយើងចេះត្រឹមត្រូវសិនណាបាទអូខេយើងដោះ section box វិញមកយើងត្រឡប់មក ground floor វិញណាមួយទៀតខ្ញុំប៉ះលើវាមកខ្ញុំ BX section box ដូចមិញរួចខ្ញុំទាញឡើងទៅលើនេះនៅក្នុង Revit តកតងជាមួយចដាយើងអាច copy តាមជាន់ទៅលើបានតាមវិធីមួយទៀតគឺ select level ក្នុង version 19 ឡើងមានហើយណាហើយយើង click យ៉ាយកធ្វើជាន់នេះបានហើយធ្វើនេះមកហើយ finish វាអូតូម៉ាទិកឡើងដល់ជាន់លើយើងស្វែងរកណាយើងចង់បាន railing មកវិញយើងប្រើ place រួចយើងរើសប្រភេទ rail មកយើងប៉ះអូខេដល់លើហើយអញ្ចឹងអ្នកនរគ្នាសាកល្បងអនុវត្តចុះហើយនៅមេរៀនបន្តទៀតខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រនៃការចោះប្រហោងសម្រាប់ចតាឡើងណាបាទអរគុណ